ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកអបអរសាទរតែសាខាដែលគាត់ទៅនឹងបើកថ្មីដែលមានទីតាំងស្ថិតនៅគេហៅថាផ្លូវម៉ាស៊ីនទឹកក៏ប៉ុន្តែកន្លែងហ្នឹងខ្ញុំអត់សូវសោះច្បាស់ឲ្យបងប្អូនអញ្ចឹងយើងទៅជួបម្ចាស់ហាងដើម្បីសួរព័ត៌មានកាន់តែលម្អិតចាឥឡូវយើងទៅជួបម្ចាស់ហាងទាំងអស់គ្នាបងប្អូនម្ចាស់ហាងអត់ដឹងអីមកបន្តិចតែមកដល់ម្ចាស់ហាងក៏បើចង់សក់ឲ្យខោឡើងខ្លីហ្មងទាវសាហាវជិះសួរបងchơiមកខាងខាងមិនតិចមកចិត្តអបិជើងណាអូខេថ្ងៃនេះខ្ញុំមានបាច់ការដើម្បីមកអសាទរសាខាបងដែលគាត់តំនឹងដែលបងតំនឹងបើកថ្មីមានអារម្មណ៍មិនដែរមានអារម្មណ៍ថាសុបាយចិត្តមានអារម្មណ៍សុបាយចិត្តចាអញ្ចឹងថ្ងៃដែលបងបើកហ្នឹងថ្ងៃហ្នឹងហ្មងក៏មិនបងខ្ញុំតែប៉ុន្តែខ្ញុំដាក់មុនថ្ងៃហ្នឹងប៉ុន្តែតែសារយើងចង់គម្រប់ខួបអញ្ចឹងទៅយើងដាក់ថ្ងៃ8មីនាហ្មងជាសិទ្ធិរបស់យើងថ្ងៃនេះ8មីនាគឺជាសិនរីហើយថ្ងៃនេះគឺយើងមានកម្មវិធីអបអរសាទរទីតាំងរបស់គាត់ជាក់ស្ដែងតែម្ដងបងប្អូនតាគ្នាចាឥឡូវខ្ញុំសួរពីចំណាប់អារម្មណ៍តែពេលដែលពួកខ្ញុំចុះមកនេះមានអារម្មណ៍មិនដែរមានអារម្មណ៍ថារំភើបហើយសុបាយចិត្តខ្លាំងណាស់ព្រោះដោយអីដោយសារមានក្រុមការងារខាងក្រុមយក្សាគាត់ចុះមកសម្ពោធទីតាំងយើងផ្ទាល់ហើយគាត់បានប្រម៉ូទកន្លែងយើងផ្ទាល់បងទីតាំងយើងផ្ទាល់ណាចុះពេលដែលបងបើកអាជីវកម្មដំណើរការហ្នឹងបងបើកការរៀបចំហាងរបស់បងហ្នឹងរួចរាល់យូរហើយដែរត្រូវអត់រួចរាល់យូរហើយមួយថ្ងៃចុះមកមនុស្សប៉ុន្មានមួយថ្ងៃដំបូងចាប់ពី5នាក់ឡើងអូយរៀបចំកាដេកហាងភ្លាមគឺគាត់រៀបចំកាដេកខ្លួនឯងទេបងប្អូនតាគ្នាក៏ប៉ុន្តែពេលដែលគាត់រៀបចំកាដេកហើយគឺភ្ញៀវរបស់គាត់មួយថ្ងៃចូលអត់ក្រោមពី10នាក់ឯងពិសេសមែនតើចូលឥឡូវថ្ងៃទី8មីនាគឺជាថ្ងៃដែលគាត់ support ហាងជាក់ស្ដែងតែម្ដងថ្ងៃមុនគឺយកអត់ខ្វល់ទេយើងខ្វល់គឺថ្ងៃនេះតែម្ដងបងប្អូនចាហើយយើងមានធីមការងារដើម្បីមកចុះបោះសាទរចាមានជាបាច់ការដើម្បីចាបកគលជូនបងក្នុងឱកាសអបអរសាទរហើយចំថ្ងៃសិទ្ធិនារីទៀតបងប្អូនតាគ្នាពិសេសមែនតើហ្មងសប្បាយចិត្តខ្លាំងមិនបងណាសប្បាយចិត្តខ្លាំងណាស់ព្រោះទីមួយក្រុមការងារគាត់ take care យើងខ្លាំងហើយគាត់និយាយទៅគាត់យកចិត្តទុកដាក់នឹងយើងនៅពេលដែលយើងរៀបចំកន្លែងបើកអញ្ចឹងគាត់បងនៅនេះមានអារម្មណ៍ថាខ្ញុំមើលមកដូចមិនមែនទៅអាជីវកម្មបើអត់មួយទេបងមានអាជីវកម្មអីផ្សេងទៀតអត់មានអាជីវកម្មដូចជាសាឡនអ៊ុតសក់ផាត់មុខធ្វើសក់ធ្វើកញ្ចក់ហ្នឹងទៀតអញ្ចឹងមានពីរមុខរបរចូលគ្នាមានពីរមុខរបរហើយបងមិនចាំជួយបញ្ជាក់ផងថានៅនេះបងប្រើយក្សាឈ្មោះអីហើយអាស័យដ្ឋាននៅម្ដុំណាអញ្ចឹងបងខ្ញុំស្រីយក្សាស្រីការបោកអ៊ុតនៅផ្លូវម៉ាស៊ីនទឹកចាហើយទីតាំងនៅលើផ្លូវម៉ាស៊ីនទឹកតែម្ដងចាអូខេបងប្អូនតាគ្នាអញ្ចឹងសម្រាប់ទីតាំងរបស់គាត់គេហៅថាយក្សាបងអ៊ុតសៃកាផ្លូវម៉ាស៊ីនទឹកអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់សួរព័ត៌មានបើកអាជីវកម្មបងអ៊ុតចាគាត់ក៏ជាភ្នាក់ងារចែកចាយ franchise របស់ខាងក្រុមហ៊ុនដែរហើយមួយទៀតសម្រាប់ការទិញជាមួយនឹងផលិតផលអីផ្សេងចាបងប្អូនអាចមកទិញនៅទីតាំងរបស់គាត់បានព្រោះគាត់មិនមែនត្រឹមតែសមាជិកយក្សារបស់យើងទេចាគាត់ជាភ្នាក់ងារចែកចាយ franchise ហើយនឹងតំណាងលក់ផលិតផលផងដែរមួយទៀតសម្រាប់បងប្អូននៅស្រុកមួយនឹងកុំភ្លេចណាយកខោអាវមកបោកចាប់ពីថ្ងៃទី8មីនានឹងតទៅយើងមានកម្មវិធីចាអាចថាគាត់មានកម្មវិធីប្រម៉ូសិនពិសេសសម្រាប់បងប្អូនដែលគាត់មានសម្លៀកបំពាក់ហោមួងអាវធំអាវប៉ាក់ឬក៏កម្រាលពុកកម្រាលភួយផ្សេងណាបងប្អូនតាគ្នាកុំភ្លេចយកមកបោកនៅទីតាំងយក្សាបោកអូសៃកាផ្លូវម៉ាស៊ីនទឹកអរគុណ